បងថាបងណាខ្លះនៅពីតូចធ្លាប់ទៅបាច់ត្រីខ្លះតាមស្លុកបងហ្នឹងហើយធ្លាប់ទៅបាច់ត្រីបាច់អីទៅឲ្យខ្ញុំទៅការនៅតូចពីអ្នកចែខ្ញុំហ្នឹងហើយទៅបាច់ត្រីដល់ពេលទៅរកប៉ះធ្លុកមួយហ្នឹងវារៀងជ្រៅបងបាច់អត់រីងទេដល់ពេលហើយបាច់យូរមួយថ្ងៃបោះល្ងាចបងប្អូនអើយតាំងពីថ្ងៃត្រង់យើងបាយហើយហ្នឹងយើងទៅបាច់ដល់ពេលបាច់ហើយវារីងតម្រាំថាចាប់ត្រីបានដំបងមើលដំបងយកតាំងពីចង្វាយកតាំងពីកពឹសយកតាំងពីអីហ្នឹងគ្រប់សពបែបយ៉ាងបងដល់ពេលបាច់ទៅត្រីវាច្រើនចាប់អត់អស់ចាប់អត់អស់នាងខ្ញុំប្រាប់ចាខ្ញុំថាចាក់ចោលកពឹសឲ្យត្រីចង្វាហ្នឹងទៅយកតែត្រីធំបានហើយចាខ្ញុំគាត់ថាអត់ទេស្ដាយបើសិនជាយើងរកមិនបានយើងយកពួកវាទាំងអស់ហ្នឹងដល់ពេលយើងរកត្រីបានច្រើនក៏ត្រូវបោះចោលពួកវាដែរត្រូវយកទៀតនាងខ្ញុំចង់យំផងអីផងបងប្អូនហើយយកទៀតហើយម៉ែខ្ញុំបងខ្ញុំដើររកពេញភូមិបងប្រុសខ្ញុំហើយម៉ែខ្ញុំហើយនឹងអ្នកភូមិអីចឹងណាបាត់នាងខ្ញុំពីរអ្នកបងប្អូនជំនាន់នោះបងប្អូនហើយមានទូរស័ព្ទមានអីណាទេអត់មានទេហ្នឹងហើយដល់ពេលចឹងទៅដើរតាំងពីនងមករហូតមកដល់កន្លែងព្រៃមូលនៅព្រែកកាលហ្នឹងទៅបាច់នៅព្រែកឲ្យទឹកក្លុកហ្នឹងក្លុកជ្រៅបាច់តែបានត្រីច្រើនបងប្អូននៅរែកផងដាក់កញ្ច្រែងផងដាក់បកាគីផងដោតតំណោតត្រីហ្នឹងផងយកមកហើយយួរមកដើរកាត់ព្រែកបងនាងខ្ញុំខ្លាចរបស់ឲ្យបងខ្ញុំក៏អត់ខ្លាចទេចាខ្ញុំក៏អត់ខ្លាចទេដល់ពេលចឹងខ្ញុំឲ្យគាត់ដើរមុខខ្ញុំដើរក្រោយដល់ពេលដើរយូរស្រាវឆ្អឹងខ្នងដើរទៀតដើរមុខម្ដងពេលដើរមុខគិតទៅអ្នកខ្លាចបងប្អូននៅគិតសពគ្រប់ទាំងអស់ហ្មងដើរមុខខ្លាចគេមកពីមុខដើរពីក្រោយខ្លាចគេមកពីក្រោយដើរទៅគ្នាបងប្អូនហើយពេលដើរពីព្រែកមកហ្នឹងវាឆ្ងាយមកដល់ព្រៃមូលហ្នឹងបានជិតដល់ផ្ទះដល់ពេលហើយដើរពីព្រែកមកអត់អីទេដើរទៅគ្នាមកដល់ពេលដល់ព្រៃមូលគេផ្លឹកអាទិបងប្អូនហ្នឹងហើយវាមានដើមឈើសងខាងដើមឈើអមសងខាងហើយដល់ពេលអញ្ចឹងទៅយើងដើរទៅគ្នាអត់កើតទេវាប៉ះព្រៃប្រកអញ្ចឹងហើយកាន់តែខ្លាចទៀតអញ្ចឹងចែថាអត់ដើរអញ្ចឹងកើតទេដើរមុខក្រោយនឹងដើរមុខក្រោយសម្រាប់ចិត្តអត់ត្រូវទេពេលហ្នឹងចង់យំហើយបងប្អូនយប់ហើយម៉ោង7យប់មែនទេណាតាំងពីថ្ងៃម៉ោង11 12ហ្នឹងរហូតដល់ម៉ោង7យប់ព្រោះទឹកក្លុកនោះជ្រៅមែនតើណាបាច់ជំរាំតែវារីងអស់ហើយត្រីច្រើនទៀតដល់ពេលហើយដល់ព្រៃមូលហ្នឹងពាក់កណ្ដាលព្រៃមូលបានលឺសលេងគេស្រែកហៅអត់ឆ្លើយទេខ្លាចខ្មោចលងអត់ហ៊ានឆ្លើយទេដល់ពេលមកដល់ទៅម៉ែខ្ញុំបងខ្ញុំអីប្រុសម៉ានអ្នកហ្នឹងហ្នឹងហើយមករកឃើញទៅក៏នាងខ្ញុំហ្នឹងអន់ខ្លាចបងប្អូនដល់ពេលឃើញបងប្អូនមកអញ្ចឹងហើយណាហើយក៏ភ័យដែរខ្លាចគាត់វាយដល់ពេលហើយមកដល់ផ្ទះគាត់វាយទេហើយប្រាប់ថាថ្ងៃក្រោយដើរទៅរកកុំឲ្យដាច់បែកតែពីអ្នកបងប្អូននឹងទៅគ្នាច្រើនណាបងប្អូនទៅបាច់ត្រីទៅរកត្រីម្ដងទៅគ្នាច្រើនណាប៉ុន្តែបែកគ្នាដោយសារគេទៅរកកន្លែងផ្សេងគ្នាអញ្ចឹងណាហើយយើងរកកន្លែងផ្សេងអញ្ចឹងណាដល់ពេលអញ្ចឹងទៅមានអ្នកណាបងប្អូនហើយទៅដល់ផ្ទះត្រីហើយខ្ញុំខូចជាងគេពេលម៉ែស្លោត្រីណាអញ្ចឹងទៅចំនួននោះម៉ែខ្ញុំដួសដាក់ស្រាបងប្អូនដួសដាក់ស្រាឲ្យគាត់ចែកសឡមួយស្រាក់ទៅបាយមួយស្រាក់ទុកឲ្យកូនណាហ្នឹងហើយដល់ពេលអញ្ចឹងខ្ញុំតូចជាងគេកូនបើគេនោះតូចជាងគេដល់ពេលហើយបងណាមកហូបពេលដែលខ្ញុំឃ្លានហ្នឹងបងនឹងមកហូបខ្ញុំត្រូវហូបដែរហើយប្រាប់បើគេមិនឲ្យហូបប្រាប់ទៅខាងត្រីហ្នឹងខ្ញុំខំទៅរកពិបាកណាមកបានត្រីយកមកដល់ផ្ទះគាត់ណាចែកហូបប៉ុណ្ណឹងបានមែនអញ្ចឹងគេក៏ចិត្តដាច់គេក៏ឲ្យហូបទៀតទៅហើយខូចជាងគេបងប្អូនអញ្ចឹងបានថាដល់ពេលឥឡូវបាត់ដឹងខ្លួនឯងថាវាយ៉ាងម៉េចអញ្ចឹងណាអញ្ចឹងអាវីដេអូទៅបាច់ត្រីហ្នឹងតែប៉ុណ្ណឹងទេបងប្អូនអត់មានអីទៀតទេចាំបើមាននឹកឃើញវីដេអូរឿងជីវិតខ្លួនឯងពេលក្រោយទៀតចាំយកមកប្រាប់បងទៀតណាអញ្ចឹងវីដេអូបងប្អូនមានតែប៉ុណ្្នឹងទេបើចូលចិត្តកុំភ្លេច like share ក៏បងប្អូនម្នាក់មួយផងបងប្អូននឹងនិយាយរឿងប្រាប់ទៀតអញ្ចឹងណាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាយបាយ